នៅព្រឹកថ្ងៃទី7 ខែមិថុនាឆ្នាំ2016អគ្គលេខាធិការក្រមប្រឹក្សាសកម្មភាពជនពិការបានស្នើសុំឲ្យស្ថាប័នប្រព័ន្ធផ្សព្វផ្សាយជាពិសេសស្ថានីយទូរទស្សន៍និងវិទ្យុទទួលយកជនពិការដែលប្រគំតន្ត្រីនៅតាមទីសាធារណៈធ្វើជាបុគ្គលិកជាការស្នើសុំដើម្បីបញ្ឈប់សកម្មភាពជនពិការច្រៀងនៅតាមទីសាធារណៈកន្លងមកសកម្មភាពច្រៀងនៅតាមទីសាធារណៈគឺជាសកម្មភាពចម្រូងចម្រាសមួយរវាងសាលារាជធានីភ្នំពេញនិងបងប្អូនជនពិការថ្លែងទៅកាន់ក្រុមអង្គការសង្គមស៊ីវិលនិងបណ្ដាស្ថានីយទូរទស្សន៍និងវិទ្យុដែលបានចូលរួមនៅក្នុងកិច្ចប្រជុំស្ដីអំពីដំណោះស្រាយជូនដល់ជនពិការដែលតែងតែប្រគំតន្ត្រីនៅតាមទីសាធារណៈនោះដើម្បីផ្លាស់ប្ដូរនៅការរួមមតិយោបល់រកដំណោះស្រាយមួយសមស្របជូនដល់ជនពិការនិងធ្វើការវាស់វែងពីសមត្ថភាពបញ្ចូលជនពិការក្នុងវិស័យការងារទាំងរដ្ឋនិងឯកជនជាពិសេសស្ថានីយទូរទស្សន៍និងវិទ្យុដែលអគ្គលេខាធិការក្រមរក្សាសកម្មភាពជនពិការស្នើបញ្ចូលជនពិការចូលបម្រើការងារដែលជាផ្នែកមួយជួយសម្រួលដល់បងប្អូនជនពិការឲ្យមានការងារធ្វើជៀសវាងការប្រកបមុខរបរច្រៀងនៅតាមទីសាធារណៈដែលមតិមួយចំនួនយល់ថាប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈរាជធានីភ្នំពេញដោយយល់ឃើញថាការបន្តឲ្យជនពិការច្រៀងនៅតាមទីសាធារណៈនេះវាមិនមែនសម្ដែងពីសមត្ថភាពរបស់បងប្អូនជនពិការដើម្បីទ្រទ្រង់ជីវភាពនោះទេដែលទង្វើនេះគឺជាការសម្ដែងនៅរូបភាពមួយដល់មហាជននៅក្នុងក្តីអាណិតអាសូរទៅវិញពាក់ព័ន្ធទៅនឹងចំណុចនេះអគ្គលេខាធិការក្រមប្រឹក្សាសកម្មភាពជនពិការឯកឧត្តមអែមច័ន្ទមករាលើកឡើងថាយើងនិយាយចេះយើងនិយាយថាប្រសិនណាបើយើងនៅតែលើកទឹកចិត្តឲ្យបងប្អូនជនពិការលោកជ្រៀងនៅតាមនៅនោះទៀតយូរទៅគេមិនមែនឃើញសមត្ថភាពគាត់ទេប្រជាពលរដ្ឋតែដាក់លុយទៅហ្នឹងគេអត់និយាយពីសមត្ថភាពវាទៅជានិយាយអំពីរឿងអាណិតបាទអាណិតអាសូរជនពិការវិញបាទអញ្ចឹងមិនមែនជាការសម្ដែងសមត្ថភាពដើម្បីឲ្យលុយទេវាគឺជាការដាក់រូបភាពមួយឲ្យសាធារណជនលោកបានឃើញថាបងប្អូនជនពិការហ្នឹងលោកពិបាកវេទនាហើយហាក់បីដូចជាមិនមានអ្នកណាយកចិត្តទុកដាក់ទេណាអញ្ចឹងគាត់ប្រើអតិថិជនផងគាត់ហ្នឹងលេងនៅតាមថ្នល់ដើម្បីឲ្យបងប្អូនយើងដាក់ទៀនក្រៅពីនេះទៅទៀតលោកក៏បានអំពាវនាវដល់សង្គមស៊ីវិលឲ្យជួយផ្សព្វផ្សាយអំពីការលើកកម្ពស់ការយល់ដឹងអំពីសិទ្ធិជនពិការដល់សាធារណជនក៏ដូចជាការចូលរួមកាត់បន្ថយការរើសអើងចំពោះជនពិការគ្រប់ប្រភេទហើយបញ្ជ្រាបការយល់ដឹងអំពីសមត្ថភាពជនពិការជៀសវាងការរើសអើងបង្កប់ដោយអបិយជំនឿដែលប្រែក្លាយពីការផ្ដល់អំណោយទានបែបការបរិច្ចាគថវិកាសប្បុរសធម៌ទៅការលើកទឹកចិត្តឲ្យជនពិការចូលបម្រើការងារតាមក្រសួងស្ថាប័ននិងវិស័យឯកជននានាវិញជាការប្រសើរជាងវាជាការព្រួយបារម្ភចំពោះបងប្អូនជនពិការដែលបានរកនៅកម្រៃពីការប្រគំតន្ត្រីតែទោះបីជាយ៉ាងណាក៏ដោយអគ្គលេខាធិការក្រមប្រឹក្សាសកម្មភាពជនពិការនឹងជួយរកនៅដំណោះស្រាយទៅលើបញ្ហានេះហើយខ្ញុំក៏សូមអរគុណដែរសម្រាប់អាដាមគៀនដល់ចិត្តទុកដាក់សម្រាប់បងប្អូនជនពិការផងដែរថាជនពិការបាទមិនលំបាកគឺមិនប្រគំតន្ត្រីតាមផ្លូវសាធារណៈទេហើយក្នុងបច្ចុប្បន្ននេះក៏មិនទាន់មានការដំណោះស្រាយឲ្យគាត់មានប្រាក់ខែដែរអញ្ចឹងគឺទាមទារដើម្បីរកបាទដោះស្រាយនៅកាពះទៅហើយបាទអញ្ចឹងសូមអធិស្ឋានសម្រាប់បងប្អូនជនពិការរបស់មានដែរព្រោះថាចំណុចនេះវាអាស្រ័យទៅលើថាជីវភាពបើមិនជាទូធាក៏មិនអាចធ្វើអញ្ចឹងដែរបាទសូមអរគុណបាទនេះខ្ញុំជានិយាយទៅខ្ញុំជាជនពិការមួយក្រុមដែលលេងតាមស្តុកដែរបងដូចថាចេះតែជួបប្រទះចេះតែអាដាមចេះនិយាយហើយចេះតែលួចលេងទេដើម្បីដែលថាទៅជួបប្រទះនឹងជីវភាពពិបាកពេកបងដូចជាតាមខ្ញុំក៏វាមានប្រមាណហូបបណ្ដាវាទួប៉ុន្តែសំខាន់ផុតកូនរៀនអាយុ15ឆ្នាំមុនគឺមួយថ្ងៃអស់10000រៀលដល់អាដាមក៏ដូចជាបងទាំងអស់ដល់អញ្ចឹងពេលខ្លះជួបប្រទះនឹងការគេស្ដីឲ្យខ្លះនៅគាត់ថាដូចជាទូទ្រាំអញ្ចឹងតាក់ទងទៅនឹងការលើកឡើងនេះលោកស្រីវ៉ាន់ថននាយកប្រតិបត្តិអង្គការ ADD យល់ឃើញថាដែលរឿងនេះខ្ញុំមានការសប្បាយចិត្តដែលគាត់ថាហើយក៏សូមចូលរួមគំនិតថាបងប្អូនយើងដែលគាត់ប្រគំតន្ត្រីនេះគឺគាត់មានផលសំណាងមែនទេដោយការមានការយកចិត្តទុកដាក់ពីក្រុមប្រឹក្សាសកម្មភាពជនពិការទៅលើរឿងនេះពីព្រោះរឿងនេះបើធៀបពិតតាមដែលខ្ញុំគិតមើលទៅគឺជារឿងរបស់បងប្អូនដែលប្រគំតន្ត្រីជាមួយនឹងអាជ្ញាធរគឺជាមួយនឹងសាលាក្រុងបាទគឺជារឿងរវាងភាគីពីរហ្នឹងពីព្រោះតាក់ទងទៅនឹងសម្ដាប់ធ្នាប់តាក់ទងទៅនឹងអ្វីសពបែបសពយ៉ាងបាទអញ្ចឹងក្រុមប្រឹក្សាកម្មវិធីជនពិការគឺលោកយកចិត្តទុកដាក់ទៅគិតគូរដល់គាត់ជួយខ្ញុំឃើញថាអេណោះគឺតាក់ទងកន្លែងផ្សេងៗដើម្បីធ្វើម៉េចឆ្លើយតបនឹងសេចក្តីប្រកាសរបស់គាត់ហ្នឹងស្របជាមួយគ្នានេះដែរ
លោកងិនសៅរតនាយកប្រតិបត្តិអង្គការជនពិការកម្ពុជាគាំទ្រចំពោះការកិត្តគូពីកិច្ចការពិភាក្សារកដំណោះស្រាយជួយដល់ជនពិការនិងស្វែងរកការងារជួយដល់ជនពិការតែលោកនៅតែព្រួយបារម្ភចំពោះចំណាត់ការទាំងនេះព្រោះស្ថានភាពក្រីក្រនិងស្ថានភាពស្រេកឃ្លានរបស់ជនពិការនៅតែជួបប្រទះ ខ្ញុំនៅជារួមខ្ញុំនៅតែព្រួយបារម្ភទី1យន្តការអាចយឺតយ៉ាវយន្តការទី2ខ្ញុំនៅគិតថាភាពក្រីក្ររបស់គាត់នឹងនៅតែបន្តជំរុញឲ្យគាត់ត្រូវតែបន្តការឈ្នះរបស់គាត់នៅតាមសាធារណៈប៉ុន្តែអង្គការជនពិការកម្ពុជាមិនជំរុញលើកទឹកចិត្តទេប៉ុន្តែអង្គការជនពិការកម្ពុជាចង់ជំរុញយន្តការឲ្យដើរឲ្យលឿនធ្វើម៉េចឲ្យសាធារណជនឬធ្វើម៉េចឲ្យស្ថាប័នហ្នឹងចាប់ផ្ដើមការងារជូនគាត់ហើយខ្ញុំគ្រប់គ្រងនៅអគ្គលេខាធិការគាត់លើកឡើងថាចុះរកឈ្មោះរកបញ្ជីឲ្យបានត្រឹមត្រូវជាងដែលយើងនិយាយឲ្យចោលយន្តការយឺតយ៉ាវពេលហ្នឹងនៅពេលដែលកាពះខ្វាត់ស្វិតមានន័យថាគាត់ត្រូវតែបន្តការឈ្នះគាត់ហើយអញ្ចឹងប្រសិនបើយន្តការហ្នឹងលឿនខ្ញុំជឿថាយើងអាចទឹកមាត់យើងប្រៃច្រើនជាងដែលយើងអាចនិយាយចោល បន្ថែមពីនេះទៅទៀតលោកសូមឲ្យពន្លឿននៅយន្តការនេះពីព្រោះក្រពះរបស់បងប្អូនជនពិការស្រេកឃ្លានដូច្នេះសូមឲ្យរៀបចំនៅយន្តការទាំងនេះឲ្យបានឆាប់ យើងប្រើពាក្យថាកាពះសិទ្ធហើយនឹងសេចក្តីថ្លៃថ្នូរនៅពេលដែលកាពះឃ្លានសេចក្តីថ្លៃថ្នូរទៅទុកម្ដងសិទ្ធទៅទុកម្ដងមកអញ្ចឹងត្រូវតែដូចគាត់បានលើកឡើងគាត់ត្រូវតែលួចច្រៀងគាត់ដើម្បីកាពះអញ្ចឹងហើយបានយើងត្រូវយល់ទាំងអស់គ្នាវិញថាយើងអ្នកគួរតែពាក់ស្បែកជើងជាជនពិការដែរប្រសិនបើគាត់ក្រហើយគាត់ខេវខ្លាំងតើគាត់អាចទ្រាំគាត់អាចអត់មានលុយចិញ្ចឹមកូនឲ្យកូនទៅរៀនមួយថ្ងៃដល់ 10000 ជាងគាត់លើកឡើងអញ្ចឹងមិនយើងចង់ឲ្យយើងទាំងអស់នេះពាក់ស្បែកជើងជាជនពិការវិញបើសិនបើយើងជាស្ថានភាពដូចពួកគាត់ហើយត្រូវបានគេហាមឃាត់អញ្ចឹងហើយបានយើងថាយន្តការដែលអគ្គលេខាធិការលើកបាញ់វិញគឺជាយន្តការមួយដែលដល់អំណាចឲ្យបងប្អូនជនពិការតាមរយៈមានការងារធ្វើអានេះគឺជារឿងមួយដែលល្អបាទ គូបញ្ជាក់ថានាពេលបច្ចុប្បន្ននេះមិនទាន់មានការបញ្ជាក់ពីទិន្នន័យរបស់ជនពិការបានច្បាស់លាស់នៅឡើយទេបើតាមការបញ្ជាក់ពីក្រសួងសុខាភិបាលមានជនពិការ 9 កណ្ដកសញ្ញា 5% និងបើតាមទិន្នន័យរបស់រាជរដ្ឋាភិបាលមាន 2 កណ្ដកសញ្ញា 4% និងបើតាមទិន្នន័យរបស់ WHO ឬក៏ World Bank មាន 15% នេះបើតាមការបញ្ជាក់ពីលោកងិនសៅរតនាយកប្រតិបត្តិអង្គការជនពិការកម្ពុជា